សួស្តីអ្នកទាំងអស់គ្នាចឹងចំពោះវីដេអូនេះផងដែរគឺយើងនឹងនិយាយតាក់ទងជាមួយនឹងរបបសាធារណរដ្ឋខ្មែរឬរបបលន់នល់យើងអាចហៅម្យ៉ាងទៀតថាសម័យលន់នល់ហ្នឹងណាហើយឆ្នាំនៃសម័យហ្នឹងគឺ1970ដល់1975បានន័យថាបន្តពីសម័យសង្គមរាស្ត្រហើយមកដល់ឆ្នាំ1975តទៅមុខទៀតចូលដល់សម័យខ្មែរក្រហមអញ្ចឹងដោយសារតែសំណួររបស់យើងថ្ងៃហ្នឹងរៀងច្រើនដែរចម្លើយក៏វារៀងច្រើនអញ្ចឹងហើយខ្ញុំបែងចែកវាចេញជា2ភាគហើយវីដេអូហ្នឹងគឺភាគ1អញ្ចឹងកុំឲ្យខាតពេលយើងទៅមើលសំណួររបស់យើងទាំងអស់គ្នាហើយដូចវីដេអូមុនអញ្ចឹងគឺសំណួររបស់យើងគឺតាក់ទងជាមួយនឹងសំណួរដែលធ្លាប់បានចេញបាត់រូបហើយអញ្ចឹងទៅខ្ញុំយកមកផ្ដុំគ្នាអញ្ចឹងងាយស្រួលអ្នកនរគ្នាកាន់តែយល់ពីមេរៀនហ្នឹងហើយអាចត្រៀមខ្លួនសម្រាប់ការប្រឡងហ្នឹងបានដែរអញ្ចឹងណាចឹងទៅកាន់សំណួររបស់យើងនៅក្នុងហ្នឹងគឺមានរហូតដល់8សំណួរហើយដូចរដងអញ្ចឹងមានសំណួរខ្លះគឺមានចម្លើយដូចគ្នាព្រោះថាសំណួរគ្រាន់តែគេឆ្នៃបន្តិចទេហើយគេចេញនៅក្នុងបាក់ឌុបឆ្នាំបន្តចឹងទៅអញ្ចឹងសោះបើសិនជាគាត់មានភាពវៃឆ្លាតខ្លាំងអញ្ចឹងអាចមិនថាមានភាពវៃឆ្លាតខ្លាំងអីទេបើន័យថាគាត់កន្លែងហ្នឹងអាចថាជាការបន្លំរបស់ក្រសួងដែរដើម្បីស្វែងយល់ថាសិស្សហ្នឹងមិនដែរអញ្ចឹងណាអញ្ចឹងyes ត្រឡប់មកវិញគឺមានសំណួរនៃក្នុងហ្នឹងមានខ្លះហ្នឹងគឺវាចម្លើយដូចគ្នាទេអញ្ចឹងឥឡូវកុំឲ្យយើងខាត់ពេលទៅកាន់សំណួររបស់យើងទី1គឺតកតងជាមួយនឹងគេសួរថាតើរដ្ឋបហាសម្ដេចនរោត្តមសីហនុកើតឡើងនៅឆ្នាំណាសំណួរខ្លីមែនតើសំណួរបត់ហើយបន្ទុកវិញសំណួរហ្នឹងអាច5បន្ទុកឬក៏7បន្ទុកអីដែរអញ្ចឹងណាអញ្ចឹងរៀងគួរសមដែរហើយអត់មានអីបបាក់ទេឡើយហ្នឹងគឺឆ្លើយតែមួយម៉ាត់ទេបានបន្ទុកដោយស្រួលហើយសំណួរទី2គឺតកតងជាមួយនឹងតើរដ្ឋបហានេះបាននាំមកនៅអ្វីខ្លះសម្រាប់ប្រទេសកម្ពុជាអញ្ចឹងគេសួរថារដ្ឋបហានេះនឹងគឺ relate ជាមួយនឹងរដ្ឋបហាសម្ដេចសីហនុនឹងហើយបន្តមកទៀតគឺសំណួរទី3គឺតកតងជាមួយនឹងចូលព័ន្ធនៃពីមូលហេតុដែលធ្វើឲ្យមានសង្គ្រាមស៊ីវិលផ្ទុះឡើងពីឆ្នាំ1970ដល់1975ជាងខ្ញុំបញ្យល់អ្នកគ្នាបន្តិចសង្គ្រាមស៊ីវិលនេះឬក៏អង់គ្លេសហៅថាCivil War អ្នកគ្នាអាច search បាននៅក្នុងOxford Dictionary អីក៏អញ្ចឹងដែរដូចគ្នាអញ្ចឹងសង្គ្រាមស៊ីវិលឬ Civil War ហ្នឹងគឺជាសង្គ្រាមដែលកើតឡើងនៅក្នុងប្រទេសហ្នឹងហើយកើតឡើងដោយសារតែក្រុមមនុស្សនៅក្នុងប្រទេសហ្នឹងបញ្ហាក្រុមផ្សេងគ្នាហ្នឹងមានការឆ្លោះប្រកែកគ្នាឬវាបហាអីអញ្ចឹងទៅហើយផ្ទុះឡើងនៅក្នុងស្រុកហើយមួយទៀតគឺយើងអាចនិយាយបានថាសង្គ្រាមហ្នឹងក៏វាជាផ្នែកមួយទទួលឥទ្ធិពលពីសង្គ្រាមត្រជាក់ដូចគ្នាសង្គ្រាមត្រជាក់ឬ Cold War ហ្នឹង Cold War ជាសង្គ្រាមដែលមនោគមវិជ្ជារវាងសេរីនិងកុម្មុយនីសអញ្ចឹងអាចទទួលឥទ្ធិពលដូចគ្នាដែរអញ្ចឹងត្រឡប់មកវិញសង្គ្រាមស៊ីវិលកន្លែងនេះគឺសំដៅដល់ថាសង្គ្រាមដែលកើតឡើងក្នុងប្រទេសកម្ពុជាយើងពីឆ្នាំ1970ដល់1975នឹងថាមូលហេតុអីបាននាំឲ្យមានសង្គ្រាមស៊ីវិលហ្នឹងនេះមូលហេតុអីបាននាំឲ្យមានសង្គ្រាមស៊ីវិលហ្នឹងអញ្ចឹងទៅកាន់សំណួរទី4របស់យើងគឺតើសង្គ្រាមស៊ីវិលពីឆ្នាំ1970ដល់79ហ្នឹងមានផលអ្វីខ្លះមានផលវិបាកអ្វីខ្លះសម្រាប់ប្រទេសកម្ពុជាអញ្ចឹងកន្លែងនេះមូលហេតុកន្លែងនេះគឺផលហើយសំណួរទី5គឺថាតើសង្គ្រាមនៅកម្ពុជាក្នុងឆ្នាំ1970ដល់75 79ដល់98និងរបបបល្ល័ង្កពូជសាសន៍កម្ពុជាប្រជាធិបតេយ្យ75ដល់79ហ្នឹងបាននាំនៅផលវិបាកអ្វីខ្លះសម្រាប់ប្រទេសកម្ពុជាយើងអញ្ចឹងកន្លែងនេះគឺសួររៀងច្រើនប៉ុន្តែសង្គ្រាមទាំងអស់ហ្នឹងគឺជាប្រភេទសង្គ្រាមស៊ីវិលទាំងអស់ព្រោះថាគេនិយាយថាសង្គ្រាមនៅក្នុងប្រទេសកម្ពុជាអញ្ចឹងជាប្រភេទសង្គ្រាមស៊ីវិលអីអញ្ចឹងយើងត្រូវស្វែងយល់ថាតើនៅក្នុងហ្នឹងវាផ្ដល់ផលវិបាកអ្វីខ្លះសំណួរបន្តទៀតទី6ចូលពណ៌នាពីកត្តាសំខាន់ដែលធ្វើឲ្យរបបសាធារណរដ្ឋខ្មែរពីឆ្នាំ1970ដល់75ហ្នឹងដួលរលំទី7វិញតើមូលហេតុអ្វីបានជារបបសាធារណរដ្ឋខ្មែរ1970ដល់75ហ្នឹងដួលរលំយើងស្ដាប់ទៅវារៀងស្ទៀងគ្នាដែរអញ្ចឹងណាហើយទី8វិញគឺតើតោះមួយនឹងហេតុអ្វីបានជាកើតមាននៅរដ្ឋបហាឆ្នាំ1970ហើយថាតើរដ្ឋបហានេះផ្ដល់ផលវិបាកអ្វីខ្លះអញ្ចឹងថ្ងៃហ្នឹងគឺយើងហ៊ានតាសំណួរមួយចំនួនទេហើយឥឡូវយើងចូលទៅកាន់ចម្លើយរបស់យើងនៃភាគទី1ហ្នឹងអញ្ចឹងតកតងជាមួយនេះជាចម្លើយនៃសំណួរហ្នឹងតកតងជាមួយនឹងទី1គឺ
យើងឆ្លើយថារដ្ឋប្រហារទម្លាក់សម្ដេចសីហនុ សម្ដេចនរោត្តមសីហនុកើតឡើងនៅឆ្នាំ1970 ឬថ្ងៃទី18 មីនា 1970 ដោយរាល់ដងអញ្ចឹងបើសិនជាគេសួរតែឆ្នាំទេយើងអាចឆ្លើយតែឆ្នាំក៏បានដែរប៉ុន្តែបើសិនយើងចង់ឲ្យបានកាន់តែពេញលេញទៀតអីចឹងណាបើទោះអត់ខុសគ្នាប៉ុន្តែយើងគិតថាយើងចង់ឆ្លើយពេញលេញអញ្ចឹង18 មីនា 1970 ក៏បានដែរអញ្ចឹងមួយណាក៏បានដែរអត់បាក់អីព្រោះសំណួរគេសួរតែឆ្នាំទេអញ្ចឹងបើយើងឆ្លើយដល់ថ្ងៃខែឆ្នាំទៀតកាន់តែល្អទៀតអញ្ចឹងណាតែបើសិនជាគេសួរថ្ងៃខែឆ្នាំតែពេលយើងឆ្លើយតែឆ្នាំខុសព្រោះយើងបាត់ថ្ងៃហេងខែអញ្ចឹងយល់ល្អសេទាំងអស់មកអញ្ចឹងណាយើងការពារហើយយើងត្រូវអានសំណួរច្បាស់ទី2គឺតកតងជាមួយនឹងរដ្ឋប្រហារគេសួរថារដ្ឋប្រហារទាំងអស់នេះមិនអញ្ចឹងកន្លែងនេះគឺឆ្លើយរៀងកបត់តិចតែអ្នកនរគ្នាអាចឆ្លើយពេញបានអញ្ចឹងរដ្ឋប្រហារទម្លាក់សម្ដេចសីហនុហ្នឹងពុំបាននាំកម្ពុជាទៅរកដំណោះស្រាយនិងភាពចម្រុងចម្រើនទេមានតែនាំមកនៅសង្គ្រាមស៊ីវិលការខូចបាត់បង់ហ្នឹងខូចខាតនិងវិនាសកម្មអញ្ចឹងនៅក្នុងហ្នឹងគឺដោយរដងយើងត្រូវឆ្លើយមានផ្នែកផ្សេងៗដើម្បីយើងងាយស្រួលនៅក្នុងការក្តោបបានពេញលេញនៅក្នុងការឆ្លើយឲ្យបានច្រើនត្រេដើម្បីយើងទាញបន្ទុកបានច្រើនអញ្ចឹងនៅក្នុងសង្គ្រាមស៊ីវិលហ្នឹងយើងអាចសម័យមើលធម្មតាក៏បានដែរថាតើសង្គ្រាមវាផ្ដល់ឲ្យគេខ្លះមកអញ្ចឹងណាប៉ុន្តែនេះគឺជាការត្រឡប់ដកក្រោយវិញថានៅក្នុងរដ្ឋប្រហារទម្លាក់សម្ដេចសីហនុហ្នឹងយើងមានវារបៀបមិនខ្លះអញ្ចឹងណាវាភាពវឹកវរវាមិនខ្លះអញ្ចឹងណាអញ្ចឹងយើងចូលមកដល់ផ្នែកទី1គឺផ្នែកសង្គមខាងសង្គមអញ្ចឹងបែកបាក់សាមគ្គីជាតិបដកម្មកោតកម្មកុបកម្មដែលបង្កនៅការច្បុកច្បល់ភាពអនាធិបតេយ្យទូទាំងប្រទេសហើយប្រជាជនរងទុក្ខវេទនាប្រប្រាស់គ្រួសារផ្ទះសម្បែងហើយរងគ្រោះទុរភិក្សហើយតើតើជាមួយនឹងប្រជាជនរស់ដោយប្រឈមមុខនឹងមនោគមវិជ្ជានៃសង្គ្រាមត្រជាក់សឹកសង្គ្រាមការទម្លាក់គ្រាប់បែកពីសហរដ្ឋអាមេរិកហើយប្រជាជនមួយចំនួនរត់ចូលទៅក្នុងព្រៃតាមការអំពាវនាវរបស់សម្ដេចនរោត្តមសីហនុឯខ្លះទៀតភៀសខ្លួនមកកាន់ទីក្រុងភ្នំពេញរស់នៅដោយកង្វះអាហារបាត់បង់ការងារសម្រាប់ធ្វើហើយដល់ពេលផ្នែកទី2គឺផ្នែកសេដ្ឋកិច្ចម្ដងអញ្ចឹងនៅក្នុងហ្នឹងរដ្ឋប្រហារធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាជាប់គាំងដោយដីស្រែចម្ការទុកទំនេរចោលទិន្នផលថយចុះព្រោះពេលហ្នឹងគឺចាប់ដើមវឹកវរប្រទេសហើយអីក៏ដោយគឺតម្លាក់ចោលទាំងអស់បាននេះហា everything គឺនៅស្ងៀម freeze ហ្មងកកស្ញាញ់ហ្មងចឹងហើយកន្លែងហ្នឹងក៏ជាបញ្ហាចាស់ដល់អតិពលនៃសេដ្ឋកិច្ចខ្មែរយើងដែរអញ្ចឹងធ្លាក់ចោលអស់លេងព្រោះយើងដឹងហើយនៅក្នុងសម័យសាធារណរដ្ឋខ្មែរសម័យសង្គមរាស្ត្រនិយមគឺរីកចម្រើនខ្លាំងហើយអញ្ចឹងដល់ពេលអាចុងសម័យសង្គមរាស្ត្រហ្នឹងគឺជាប់កាំង everything ហ្មងអញ្ចឹងយើងសម័យមើលចាប់ដើមធ្លាក់ដាំក្បាលចុះក្រោមបាត់ចូលដល់ត្រីទី2រោងចក្រសហគ្រាសត្រូវបិទទ្វារហើយតំណែងឡើងថ្លៃអតិផរណាចំណាយនេះអ្នកគ្នាថែមរកផងអូខេចូលមកដល់បន្តទៀតគឺតកតងជាមួយនឹងផ្នែកនយោបាយកម្ពុជាបាត់បង់កេរ្តិ៍ឈ្មោះកិត្តិយសលើឆាកអន្តរជាតិព្រោះពេលហ្នឹងយើងដឹងហើយក្នុងសម័យសង្គមរាស្ត្រពីឆ្នាំ1955ហ្នឹងខ្មែរយើងបានប្រកាសខ្លួនឯងថាប្រកាន់នយោបាយប្រជាក្រិតហើយនៅក្នុងអង្គការសហប្រជាជាតិទៀតហើយពេលហ្នឹងគឺមានការប្រកាសនៅក្នុងសន្និសីទផ្សេងនៅក្នុងសន្និសីទប្រទេសកម្ពុជាប្រទេសអាស៊ីអាហ្វ្រិកអីទៀតនៅប្រទេសឥណ្ឌូនេស៊ីនៅឥណ្ឌានៅអីទៀតអញ្ចឹងបើពេលដែលយើងចាប់ដើមដំក្បាលចុះក្រោមហើយយើងបរាជ័យយើងខ្មាស់គេហ្មងហើយចឹងយើងបាត់បង់គេឈ្មោះច្រើនមែនតើម្យ៉ាងទៀតនៅក្នុងសម័យសង្គមរាស្ត្រហ្នឹងពីឆ្នាំ1955ដល់ឆ្នាំ1970តែ70នេះចុងក្រោយនេះវារៀងញ៉ៃអញ្ចឹងពីដើមឡើយហ្នឹងគឺរីកចម្រើនខ្លាំងស្អីក៏រីកចម្រើនដែរអញ្ចឹងនៅពេលដែលយើងចាប់ដើមធ្លាក់ចុះគឺរៀងបាត់បង់កេរ្តិ៍ឈ្មោះដែរព្រោះប្រទេសជិតខាងជាពិសេសដូចនៅក្នុងប្រទេសសង្ហបុរីក៏ធ្លាប់មករៀនសូត្រពីប្រទេសយើងសម្រាប់ការរៀបចំប្រទេសគេដែរអញ្ចឹងយើងគិតមើលយើងចាប់ដើមធ្លាក់ចុះក្រោមទាំងដែលគេកំពុងតែឡើងលើហើយគេមករៀនពីយើងសោះអញ្ចឹងណាហើយបន្តមកទៀតអស្ថិរភាពខាងនយោបាយធ្វើឲ្យប្រជាជនបាត់បង់ជំនឿលើអ្នកដឹកនាំព្រោះពេលហ្នឹងញ៉ៃខ្លាំងអញ្ចឹងប្រជាជនចាប់ដើមវឹកវរដែរព្រោះប្រជាជនដាក់ចិត្តដាក់កាយទទួលនៅការគ្រប់គ្រងពីថ្នាក់ដឹកនាំតែដល់ពេលថ្នាក់ដឹកនាំញ៉ៃគឺបាត់បង់ទំនុកចិត្តហើយ
បន្តមកទៀតកម្ពុជាបាត់បង់ឯករាជ្យអធិបតេយ្យភាពនិងបូរណភាពទឹកដីហើយមានការផ្លាស់ប្ដូររបបនយោបាយហើយតកតងជាមួយនឹងជាការបើកផ្លូវឲ្យខ្មែរក្រហមឡើងកាន់អំណាចដែលធ្វើឲ្យកម្ពុជាទៅរកការកាប់សម្លាប់យ៉ាងរង្គាលនៅក្នុងរបបបល្ល័ង្កពូជសាសន៍អញ្ចឹងកន្លែងនេះខ្ញុំសូម detail អ្នកគ្នាបន្តិចរៀងចាប់ដូចរឿងភាគអញ្ចឹងអញ្ចឹងនៅក្នុងពេលដែលសម្ដេចសីហនុទ្រង់ឡើងកាន់អំណាចហ្មងគឺអត់មានណាគេហ៊ានមួយត្រង់អីអត់មានណាគេហ៊ានប្រឆាំងអត់មានណាគេហ៊ានមកលុកលុយអីញ៉ៃញ៉ៃទេប៉ុន្តែនៅពេលដែលខ្មែរយើងចាប់ផ្ដើមចុះទុនខ្សោយនឹងឲ្យអាចថាពីឆ្នាំ1960ជាងអាច60ក្រាស់ហ្នឹងដល់70ហ្នឹងគឺខ្មែរយើងគឺចាប់ផ្ដើមដាំក្បាលចុះខំអញ្ចឹងឥទ្ធិពលរបស់សម្ដេចនរោត្តមសីហនុក៏រៀងខ្សោយដែរពេលហ្នឹងអញ្ចឹងបានដៃខាងមែនតើខ្មែរក្រហមពង្រឹងកម្លាំងយូរហើយនៅក្នុងព្រៃអញ្ចឹងចាប់ផ្ដើមជ្រើសឱកាសមកចង់ឡើងកាន់កាប់អំណាចអីអញ្ចឹងកន្លែងនេះបានន័យថានៅពេលដែលរបបលន់នល់ចូលមកដល់របបលន់នល់អត់សូវរឹងមាំទេអញ្ចឹងកាន់តែបើកអំណាចឲ្យខ្មែរក្រហមហ្នឹងឡើងកាន់អំណាចបានឆ្មក់ឱកាសសម្រាប់កាន់កាប់គ្រប់គ្រងប្រទេសទៀតអញ្ចឹងណាអញ្ចឹងកន្លែងហ្នឹងគឺជាភាពទូទៅដែលយើងអាចរៀនបានថាអូខេយើងរីកចម្រើនដល់កំពូលហើយតែនៅពេលដែលយើងចាប់ដើមជួបភាពវឹកវរច្រើនយើងចុះមកមែនតើហ្មងរហូតដល់ចំណុចក្រោម0ទៀតណាអញ្ចឹងកន្លែងនេះគឺអីដែលយើងគួរតែចងចាំទុកថាអត់ត្រូវមានអញ្ចឹងទៀតទេបាទឥឡូវចូលមកដល់សំណួរបន្ទាប់ទៀតចម្លើយនៃសំណួរទី3មូលហេតុដែលធ្វើឲ្យមានសង្គ្រាមស៊ីវិលផ្ទុះឡើងនៅក្នុងឆ្នាំ1970ដល់75ហ្នឹងមានអីគេខ្លះអញ្ចឹងមិញសំណួរខាងលើគឺ1970រដ្ឋប្រហារអញ្ចឹងអីដែលខ្ញុំបាននិយាយពីមុនហ្នឹងណាពីមុននៅឆ្នាំ1970ហ្នឹងគឺមានហេតុផលផ្សេងៗដូចខ្ញុំនិយាយខាងលើហ្នឹងអញ្ចឹងប៉ុន្តែសំណួរនេះគឺយើងនិយាយពីឆ្នាំ1970ទៅមុខទៀតថាវាមិនទៀតអញ្ចឹងណាអញ្ចឹងសង្គ្រាមស៊ីវិលខ្ញុំបញ្យល់មុនហ្នឹងអញ្ចឹងសង្គ្រាមនៅក្នុងប្រទេសរវាងបក2រវាងក្រុមមនុស្សដែលប្រឆាំងគ្នាដែលធ្វើសង្គ្រាមជាមួយគ្នាអញ្ចឹងទៅមានការប្រឆាំងមានការវាប្រហែលអញ្ចឹងទៅអញ្ចឹងមូលហេតុដែលធ្វើមានសង្គ្រាមស៊ីវិលផ្ទុះឡើងនៅក្នុងឆ្នាំ1970 75ហ្នឹងមានដូចជាទី1គឺដោយសារតែឥទ្ធិពលនៃសង្គ្រាមត្រជាក់ខ្ញុំនិយាយមុនហ្នឹងហើយសង្គ្រាមត្រជាក់គឺជាសង្គ្រាមមនោគមវិជ្ជារវាងប្លុកសេរីនិងប្លុកកុម្មុយនីសដែលប្រកួតគ្នាខាងផ្នែកនយោបាយផ្នែកសេដ្ឋកិច្ចផ្នែកគ្រឿងសព្វាវុធផ្នែកការទូតផ្នែកពាណិជ្ជកម្មផ្សេងៗទាំងអស់ហ្មងអញ្ចឹងសេរីហើយនឹងកុម្មុយនីសគឺអាហ្នឹងគេហៅថាសង្គ្រាមត្រជាក់សង្គ្រាមស៊ីវិលសង្គ្រាមនៅក្នុងប្រទេស Yes ហើយមួយទៀតគឺតកតងជាមួយនឹងការនៅវត្តនយោបាយជាក្រិតរបស់សម្ដេចនរោត្តមសីហនុមិនចំទៅដោយរឿងលៀងខ្ញុំនិយាយច្រើនហើយឡើយហ្នឹងហើយមួយទៀតគឺតកតងមួយនឹងរដ្ឋប្រហារទម្លាក់សម្ដេចនរោត្តមសីហនុនៅថ្ងៃទី18មីនា1970ហ្នឹងហើយផ្ទុះសង្គ្រាមឡើងគឺដោយសារតែអ្នកខ្លាំងបានត្រូវចប់អញ្ចឹងណាហ្នឹងហើយអំពើពុករលួយបពុនិយមបដកម្មកុបកម្មពីពេញផ្ទៃប្រទេសហើយមន្ត្រីរបស់សម្ដេចនរោត្តមសីហនុក្បត់ទាំងព្រះអង្គការជឿជ្រៃរបស់វៀតណាមចិននិងសហរដ្ឋអាមេរិកក្នុងនយោបាយខ្មែរហើយនឹងបង្កើតរណសិរ្សរួបរวมជាតិកម្ពុជារបស់សម្ដេចនរោត្តមសីហនុជាមានចម្លើយផ្សេងទៀតអ្នកគ្នានឹកឃើញអីអ្នកគ្នាដាក់មកដោយសារតែពេលហ្នឹងគឺខ្មែរយើងទទួលតែការគ្រប់គ្រងតែពីសហអាមេរិកពេកហើយចឹងទៅធ្វើឲ្យខ្មែររបស់យើងអត់មានសេដ្ឋកិច្ចរឹងមាំអីអញ្ចឹងធ្វើឲ្យមានក្រុមបះបោក្រុមអីអញ្ចឹងទៅជាអ្នកគ្នាយល់ថាម៉េចឲ្យតែត្រូវនៅក្នុងសម័យហ្នឹងអ្នកគ្នាដាក់មកអត់ខុសទេអញ្ចឹងបន្តមកទៀតដល់សំណួរទី5ទី4ទី5សំណួរនេះគឺចម្លើយដូចតែគ្នាព្រោះថាសំណួរទី4សួរតកតងជាមួយនឹងតាមមួយឆ្នាំនេះប៉ុន្តែសំណួរទី5គឺក្តោបទាំងអស់អញ្ចឹងចម្លើយអាចដូចគ្នាទាំងអស់ដែរអញ្ចឹងអ្នកទាំងអស់គ្នានិយាយអំពីសង្គ្រាមស៊ីវិលអញ្ចឹងសង្គ្រាមស៊ីវិលគឺផ្ដល់ផលដូចគ្នាទាំងអស់ឲ្យតែសង្គ្រាមស៊ីវិលហ្នឹងវាកាន់តែធ្ងន់ធ្ងរអញ្ចឹងណាអញ្ចឹងអានេះគេក្តោបរួមសង្គ្រាមឆ្នាំនេះផងឆ្នាំនេះផងអញ្ចឹងបាននាំវិនាសកម្មយ៉ាងធ្ងន់ធ្ងរដល់កម្ពុជាដូចជាអញ្ចឹងវិស័យសង្គមវិនាសកម្មខាងសង្គមអញ្ចឹងសម្រាប់ជីវិតមនុស្សអស់រាប់លាននាក់ធ្វើឲ្យមានរបួសពិការជាច្រើនហើយបន្សល់ទុកនៅស្ត្រីមិនម៉ាយក្មេងកំព្រាចាស់ជរាគ្មានទីពឹងពំនាក់
ប្រជាជនរស់រងទុក្ខវេទនាប្រប្រាស់គ្រួសារផ្ទះសម្បែងជួបនៅគ្រោះទុលផឹកហើយបំផ្លាញនៅផ្ទះសម្បែងវត្តអារាមសាលារៀនគ្រឹះស្ថានសាធារណៈមន្ទីរពេទ្យហើយដូចជាបំបត្តិសិទ្ធិសេរីភាពជួបនៅអនាធិបតេយ្យចោរកម្មពុករលួយអយុត្តិធម៌ហើយទៅជាមួយនឹងការបំផ្លាញនៅធនធានមនុស្សអញ្ចឹងពេលហ្នឹងគឺសម្រាប់ច្រើនដឹងហើយថាតែសម្រាប់គឺមានធនធានមនុស្សនៅក្នុងហើយធនធានមនុស្សអ្នកចេះដឹងអីអញ្ចឹងទៅអញ្ចឹងធ្វើខ្មែរយើងកាន់តែទុនខ្សោយទៀតហើយបន្តមកទៀតគឺការខូចខាតផ្នែកសេដ្ឋកិច្ចអញ្ចឹងនៅក្នុងនោះគឺមានដូចជាដីស្រែចម្ការទុកទំនេរចោលនិងខ្លាយទៅជាចម្ការមីនរណ្ដៅគ្រាប់បែកអញ្ចឹងពេលហ្នឹង yes បាក់ដែរយើងមើលវាមិនឃើញប៉ុន្តែតាមអីដែលយើងយល់គឺបែបអញ្ចឹងព្រោះពេលហ្នឹងអាមេរិកក៏ទម្លាក់គ្រាប់បែកផងអីផងហើយនៅក្នុងខ្មែរយើងខ្មែរក្រហមក៏ចាប់ផ្ដើមចេញមកឲ្យខ្មែរក្រហមគឺចាប់ផ្ដើមកប់មីនកប់អីអញ្ចឹងណាដើម្បីសម្រាប់នៅខ្មាំងសម្រាប់នៅអ្នកដែលដើរចូលភ័យអីអញ្ចឹងទៅ yes ដើម្បីការពារខ្លួនខ្មែរក្រហមផ្ទាល់អីអញ្ចឹងទៅអញ្ចឹងមានហេតុផលផ្សេងៗជាច្រើនទៀតហើយទៅតជាមួយនឹងសំណង់ធារាសាស្ត្រសំណង់បរិខាស្ពានផ្លូវថ្នល់កំពង់ផែត្រីខ្ទេចខ្ទីធារាសាស្ត្រហ្នឹងប្រព័ន្ធទឹកផ្លូវទឹកអីចឹងណាអូបឹងអីចឹងណាហើយទៅជាមួយនឹងកសិដ្ឋានរោងសិប្បកម្មរោងចក្រសហគ្រាសត្រូវបំផ្លាញហើយចំការកស៊ូត្រូវខូចខាតវិស័យពាណិជ្ជកម្មត្រូវរាំងស្ទះបាត់បង់នៅធនធាននិងអ្នកវិនិយោគមិនហ៊ានចូលមកដាក់ទុនពួកពេលហ្នឹងវឹកវយអ្នកចេះដឹងក៏កាន់តែខាត់បងអញ្ចឹងមានតែគេមកហ៊ានដាក់ទុនវិនិយោគនៅខ្មែរយើងទៀតហ្នឹងហើយអញ្ចឹងបាត់បង់ចំណូលបាត់ហើយតំណែងឡើងថ្លៃទៀតផលណាអញ្ចឹងតើតើជាមួយនឹងវិស័យមួយទៀតនៅក្នុងនេះវិស័យសំខាន់ខាងនយោបាយអញ្ចឹងអស្ថិរភាពខាងនយោបាយនាំមកនៅការបាត់បង់កិត្តិយសកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិមកបញ្យល់ហើយកម្ពុជាបាត់បង់ឯករាជ្យធិបតេយ្យភាពបូរណភាពទឹកដីហើយប្រជាជនអស់ទំនុកចិត្តលើអ្នកដឹកនាំអស់សង្ឃឹមលើវាសនាជាតិខ្លួននាំកម្ពុជាទៅរកការបែកបាក់ជាតិការកាប់សម្លាប់យ៉ាងរង្គាលលើជាតិសាសន៍ខ្លួនឯងហើយកន្លែងហ្នឹងគឺគេសម្ដៅដល់ថារបបកម្ពុជាប្រជាធិបតេយ្យហ្នឹងហើយកន្លែងនេះសរសេរខុសអូខេអញ្ចឹងតើជាមួយនឹងចុងក្រោយគឺកម្ពុជាជាប្រទេសរស់នៅដោយឯកាចុងពេលហ្នឹងចាប់ដើមចូលមកអញញ៉ៃពេញហ្នឹងដោយខ្មែរក្រហមអីអញ្ចឹងមានតែគេមកហ៊ានជួយខ្មែរយើងទេព្រោះពេលហ្នឹងយើងដឹងអីថាវាមិនអញ្ចឹងបាច់ detail ច្រើនកន្លែងហ្នឹងចាំចូលទៅវគ្គសម័យខ្មែរក្រហមហ្នឹងអញ្ចឹងវគ្គភាគ1របស់យើងនេះគឺមានប៉ុណ្ណឹងហើយសំណួរទី4ទី5គឺឆ្លើយដូចគ្នាទេហើយនឹងត្រូវចាំថានេះដូចខ្ញុំ note អញ្ចឹងអីអ្នកគ្នាគ្រាន់តែដឹងថាហ្នឹងអ្នកគ្នាយល់បែបពេចទៀតអាចដាក់បានអត់បញ្ហាទេសំខាន់ឲ្យតែត្រូវហ្នឹងហើយអញ្ចឹងក្នុងវីដេអូហ្នឹងគឺយើងមានប៉ុណ្ណឹងហើយនៅភាគ2បាទយើងនឹងទៅកាន់នៃសំណួរបន្តទៀតគឺសំណួរទី6 7និង8អញ្ចឹងអរគុណអ្នកទាំងអស់គ្នាហើយសង្ឃឹមថាអ្នកទាំងអស់គ្នាអាច get benefits from this video ហើយអ្នកទាំងអស់គ្នាអាចធៀមខ្លួនកាន់តែរួចរាល់ទៀតសម្រាប់ការប្រឡងបាក់ឌុបហើយអាចទៅឆក់បាននិទ្ទេស A សម្រាប់ការប្រឡងបាក់ឌុបអរគុណអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយ